mình cùi chưa thả chat GPT ai có đô rụp hiếp pi mà nói à thò mà đá bài ní ỏi khai tới chiêm mà nói à để mơ tới cùi trong nhằm bài ní hãy xâmรับsai phần địa cầm trong đăng vị thi thơ át ta trong nhằmรับដំបងយើងត្រូវអាប់ឡូតរូបភាពដែលយើងបានថតមនុស្សអាហារដែលយើងថតចេញពីទូរស័ព្ទរបស់យើងហើយយើងវាយ prompt ដើម្បីឲ្យ AI ស្គាល់ហើយយើងបញ្ជាឲ្យ AI បង្កើតរូបភាពមនុស្សអាហារថ្មីដែលចេញពីរូបភាពរបស់យើងហើយមនុស្សអាហារថ្មីនឹងត្រូវតែរស់រវើកមើលទៅគួរឲ្យចង់ញ៉ាំឆ្ងាញ់ហើយរូបភាពនឹងមានគុណភាពដូចរូបភាពផ្សាយពាណិជ្ជកម្មនៅភោជនីយដ្ឋានថ្លៃៗហើយមានស្តង់ដារខ្ពស់ហើយគ្រាន់តែឃើញរូបភាពនឹងភ្លាមអតិថិជនរបស់យើងចង់ញ៉ាំហើយឃើញភ្លាមរូបភាពហ្នឹងគឺអ្នកមើលត្រូវតែមើលដកចិត្តមិនរួចហើយនេះគឺជារូបភាពដើមហើយនេះគឺជារូបភាពលទ្ធផលមើលទៅខុសគ្នាឆ្ងាយហើយរូបភាពដែលជាលទ្ធផលចេញពី Chat GPT មកមនុស្សហ្នឹងគួរឲ្យចង់ញ៉ាំហ្មងទាំងអស់គ្នាគិតចឹងដែរអត់ទេងាយទេទាំងអស់គ្នាអញ្ចឹងសម្រាប់ម្ចាស់ភោជនីយដ្ឋានដែលគាត់អត់ចេះថតរូបឬក៏គាត់អត់មានលុយច្រើនដើម្បីទៅជួលអ្នកថតរូបអាជីពដើម្បីធ្វើមនុស្សអ្នកទាំងអស់គ្នាអាចប្រើ Chat GPT បដូររូបភាពពីមនុស្សអាហារធម្មតារបស់អ្នកទាំងអស់គ្នាឲ្យក្លាយទៅជារូបភាពមនុស្សអាហារដែលមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងហ្មងអញ្ចឹងអ្នកទាំងអស់គ្នាចង់ចេះវិធីធ្វើអត់ comment yes ខ្ញុំនឹងវាយ prompt នៅក្នុង comment ជូនអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នា copy ទៅហើយដាក់នៅក្នុង Chat GPT អ្នកទាំងអស់គ្នានឹងធ្វើបានដោយខ្លួនឯងងាយ